សួស្តីឆ្នាំថ្មីទាំងអស់គ្នាហើយសុខទុក្ខយ៉ាងណាហើយសុខទុក្ខយ៉ាងណាហើយបានទៅលេងនៅកន្លែងណាខ្លះចំណែកខ្ញុំអត់មានទៅណាទេគឺនៅកន្លែងធ្វើការមកឃើញហើយគឺនៅកន្លែងធ្វើការទៅណាទេខ្ញុំថាគឺការងារខ្ញុំគឺនៅកន្លែងធ្វើការព្រោះអីនៅអាមេរិកហ្នឹងវាមិនដូចនៅយើងនៅខ្មែរទេនៅខ្មែរមានថ្ងៃឈប់តែសម្រាប់នៅហ្នឹងសាលារៀនគេឈប់បែងគេឈប់តែជាមួយអ្នកដែលរកស៊ី business គឺពួកខ្ញុំខាងសាឡនហ្នឹងគឺអត់ឈប់ទេគឺនៅធ្វើការចឹងយ៉ាងសូមឲ្យបងប្អូនគឺដំណើរចិត្តឆ្ងាយមានការប្រុងប្រយ័ត្នក្នុងការបើកបរអញ្ចឹងណាកុំចែងគ្នាកុំបើមានការអនុគ្រោះឲ្យគ្នាទៅវិញទៅមកអានឹងបានល្អនឹងយើងមានសមត្ថភាពយើងមានសមត្ថភាពក្នុងការក្នុងអនាគតរបស់យើងការបើកឡានកុំឲ្យមានការចែងគ្នាគ្រោះថ្នាក់នាំឲ្យគ្រោះថ្នាក់ព្រោះការគ្រោះថ្នាក់យើងឲ្យខាតផលប្រយោជន៍ខាតទាំងលុយកាក់ខាតទាំងអស់ហើយអញ្ចឹងខ្ញុំឃើញទៀតខ្ញុំឃើញអ្នកផ្ញើសារមកខ្ញុំថាសូមឲ្យឆ្នាំថ្មីមានជោគមានជ័យមានសម្រស់ស្អាតអញ្ចឹងអរគុណហើយអរគុណមែនតែនថាជួយឲ្យខ្ញុំមានសម្រស់ស្អាតតែខ្ញុំអរគុណទៅវិញហើយអ្វីម្ដងទៀតដែលខ្ញុំធ្វើគឺខ្ញុំទទួលនៅពរជ័យហើយក៏ខ្ញុំឲ្យបងប្អូនទទួលពរជ័យដូចគ្នាដែរហើយតែកុំភ្លេចថាតើក្នុងឆ្នាំថ្មីហ្នឹងបងប្អូនមានគម្រោងធ្វើអីខ្លះចឹងណាបងប្អូនមានគម្រោងធ្វើអីខ្លះក្នុងឆ្នាំថ្មីហ្នឹងបើយើងអត់មានគម្រោងទេយើងពងប្រាថ្នាអត់មានប្រពងប្រាថ្នាអត់បានសម្រេចទេបើយើងមានគម្រោងដូចយើងចង់ទៅដូចយើងចង់ទៅឡើងយន្តហោះអញ្ចឹងបើយើងអត់មានទិញសម្បត្តិយន្តហោះទេហើយយើងអត់មានម៉ោងទេយើងអត់ហោះបានទេដូចចឡានអញ្ចឹងយើងចង់ទិញឡានតែយើងអត់មានរលុយបានយើងបានទៅទិញឡានណាបានអត់បានទេអញ្ចឹងដូចគ្នាអញ្ចឹងហើយពេលវេលាគឺជាមាសប្រាក់សម្រាប់ពួកយើងអញ្ចឹងខ្ញុំគិតថាបងប្អូនទាំងអស់បងប្អូនហ្នឹងតាមគំនិតរបស់ខ្ញុំនិងខ្ញុំផ្ទាល់ខ្លួនឯងខ្ញុំដឹងថាបើខ្ញុំចង់ធ្វើអីខ្ញុំទៅរៀបគម្រោងនៃជីវិតតែខ្ញុំចង់ធ្វើអីខ្ញុំឆ្នាំថ្មីហ្នឹងសម្រាប់ខ្ញុំគម្រោងខ្ញុំមានគម្រោងថ្មីមួយទៀតគឺខ្ញុំពោះចុងឆ្នាំចាស់ខ្ញុំបានឈ្នះរង្វាន់ពីរង្វាន់ពី Google Pixel iPhone នេះ Google Pixel 10 អញ្ចឹងខ្ញុំបានទៅរៀនខាង Gemini ខាង YouTube ហ្នឹងអញ្ចឹងខ្ញុំនឹងធ្វើអញ្ចឹងព្រោះសម័យឥឡូវហ្នឹងគឺជាសម័យ AI អញ្ចឹងទោះបីខ្ញុំមិនចូលចិត្ត AI ក៏ដោយក៏ខ្ញុំត្រូវតែរៀនធ្វើដែរពួកអីសម័យ AI ខ្ញុំត្រូវរៀនខ្ញុំរៀនអាប់ដេតជីវិតខ្លួនឯងឲ្យខ្ញុំឡើងបន្តទៀតហើយរួមនឹងអញ្ចឹងទៀតណាហានីរបស់ខ្ញុំគាត់ឃើញថាខ្ញុំប្រាប់ថាខ្ញុំចង់រៀនខ្ញុំចង់ចេះធ្វើអីផ្សេងទៀតខ្ញុំចង់អាប់ដេតជីវិតខ្ញុំផ្សេងអញ្ចឹងគាត់ក៏ទិញcomputer MacBook ឲ្យខ្ញុំទិញមកទៅបីសិតតែរបស់ Apple ទូរស័ព្ទថ្មីមកឲ្យខ្ញុំប្រើអញ្ចឹងឥឡូវហ្នឹងខ្ញុំនឹងបខំទៅពី creator ហើយទៅថាម្ដងហ្នឹងខ្ញុំទោះបីខ្ញុំបានតែមួយខែខ្ញុំបាន10រៀលក៏ខ្ញុំសប្បាយចិត្តដែរព្រោះខ្ញុំអភិវឌ្ឍអញ្ចឹងខ្ញុំចង់ឲ្យបងប្អូនរៀនអភិវឌ្ឍខ្លួនឯងកុំតែអភិវឌ្ឍភាពដដែលព្រោះសម័យនេះឆ្នាំយើងចេះទៅហើយឆ្នាំចាស់ទៅបាត់ហើយឆ្នាំថ្មីមកដល់បើយើងធ្វើដដែលទៀតណាយើងអត់មានភាពរីកចម្រើនទេរឿងអីខាងកាយសម្ផស្សខាងកាយសម្រស់ខាងម្សៅលាបមុខ
ខាងទូរស័ព្ទគេអាប់ដេតពី iPhone 3 3 4 5រហូតដល់17អញ្ចឹងមនុស្សយើងអាប់ដេតយ៉ាងម៉េចទិញឡានក៏អាប់ដេតហើយចុះមិនខ្លួនយើងនេះហេតុអីបើយើងមិនអាប់ដេតផងអាប់ដេតចំណេះវិជ្ជាយើងកើនឡើងបើយើងនៅប្រើតែភាពដដែលទេយើងនៅតែធ្វើស្អីដដែលយើងគ្មានរីកចម្រើនទេហើយយ៉ាងមួយទៀតបើបងប្អូនមិនចេះនិយាយទេរៀននិយាយទៅឥឡូវគេផ្កាយនិយាយច្រើនណាស់នៅក្នុងពីមុនការជំនាន់ខ្ញុំគឺគ្មានទេជំនាន់ខ្ញុំរៀននិយាយតាមលោកឯងមង្គលតែមិនដឹងឥឡូវលោកឯងមង្គលទៅណាទេខ្ញុំរៀនតាមលោកឯងមង្គលក្នុងរ៉ាឌីយ៉ូខ្ញុំរៀននិយាយខ្ញុំរៀនមួយទៅចប់ហើយអញ្ចឹងខ្ញុំរៀននិយាយដើម្បីខំប្រឹងឲ្យបាននិយាយហើយអញ្ចឹងសូមកុំឲ្យឆ្នាំថ្មីកន្លងផុតទៅព្រោះឆ្នាំចាស់សម្រាប់ខ្ញុំមានភាពជោគជ័យច្រើនខ្ញុំបានដើរលេងនឹងអរគុណមួយដែលបានដើរលេងខ្ញុំបានឲ្យម៉ាក់ខ្ញុំដើរលេងសំលួយឲ្យម៉ាក់បានដើរលេងបានសប្បាយចិត្តមួយទៀតហើយអញ្ចឹងគម្រោងខ្ញុំម្ដងហ្នឹងខ្ញុំត្រូវមាននាំម៉ាក់ដើរលេងហើយខ្ញុំរៀនអភិវឌ្ឍខ្លួនឯងដើម្បី creator ទោះបីខ្ញុំមិនបានលុយច្រើនក៏ដោយក៏ខ្ញុំធ្វើដែរហើយចំពោះការងារនៅសាឡនក៏ខ្ញុំមិនលះបង់ដែរខ្ញុំនៅតែធ្វើអញ្ចឹងបើបានលុយថែមទៀតក៏សប្បាយចិត្តដែរសប្បាយចិត្តហ្នឹងមិនមែនសប្បាយចិត្តអីគឺសប្បាយចិត្តថាខ្ញុំរៀននៅចំណេះដឹងថ្មីមួយទៀតអញ្ចឹងខ្ញុំសង្ឃឹមថាបងប្អូនទាំងអស់គ្នានឹងរៀននៅចំណេះដឹងថ្មីមួយទៀតហើយដូចជារូបរាងកាយរបស់យើងអញ្ចឹងយើងត្រូវតែហាត់ប្រាណដើម្បីឲ្យរូបរាងកាយរឹងមាំបើជើងយើងមិនល្អទេมันអាចដើរបានទេអញ្ចឹងកុំភ្លេចថាធ្វើការងាររវល់ធ្វើការក៏ដោយកុំភ្លេចហាត់ប្រាណសុខភាពគឺជាលេខ1បើយើងគ្មានសុខភាពទេយើងមិនអាចទៅធ្វើការបានលុយបានទេហើយបើយើងអត់មានបានលុយគឺយើងមិនអាចដើរលេងបានដែរអញ្ចឹងបញ្ហាទី1ចម្បងបំផុតគឺបញ្ហាសុខភាពឆែកសុខភាពបានខ្លាំងហើយធ្វើការមានលុយបានអាចដើរលេងបាន enjoy សេចក្តីសុខក្នុងផ្លូវចិត្តខ្លួនបានហើយថែរក្សាក្រុមគ្រួសារបានបើមិនបានទេមិនអាចទេអញ្ចឹងសួស្តីឆ្នាំថ្មីទាំងអស់គ្នាជួបគ្នានៅ Year of Review Bye